បាទជាសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺចង់ជំរាបជូនបាទពុកម៉ែបងប្អូននៅអ្វីដែលជាកត្តាសំខាន់នៅក្នុងការថែទាំដំណាំមិនថាដាំដុះថ្មីឬក៏ដំណាំដែលកំពុងតែលូតលាស់ទេបាទអញ្ចឹងពុកម៉ែបងប្អូនតែងតែធ្វើប្រហែសឬក៏ការរៀបចំប្រព័ន្ធទឹកហ្នឹងគឺអត់បានត្រឹមត្រូវអញ្ចឹងការដែលយើងសំខាន់ជាងគេគឺការរៀបចំប្រព័ន្ធទឹកដែលត្រឹមត្រូវស្តង់ដារឲ្យទឹកវាគ្រប់គ្រងឬក៏ជួយទៅដល់ដំណាំរបស់យើងហ្នឹងគឺការលូតលាស់ល្អបាទអញ្ចឹងដើម្បីឲ្យទឹកในការរៀបចំប្រព័ន្ធទឹកឲ្យវាបានត្រឹមត្រូវនោះបាទហួរយន្តកសិកម្មក៏មានបាទក្រុមជំនាញបាទក្រុមជំនាញដែលបាទជាវិស្វករបាទកូនខ្មែរយើងដែលមានជំនាញនៅក្នុងការរៀបចំប្រព័ន្ធទឹកបាទហើយទទួលការរៀបចំប្រព័ន្ធទឹកនេះជាមួយនឹងដំណាំមិនថាដាំម្រេចមិនថាទុរេនឬក៏ដំណាំគ្រប់ប្រភេទដែលតាក់ទងទៅនឹងប្រព័ន្ធទឹកពុកម៉ែបងប្អូនអាចរកអ្នកជំនាញឬក៏តាក់ទងមកខាងហួរយន្តបានគឺហួរយន្តនឹងមានក្រុមដែលគាត់មានជំនាញហ្នឹងគឺអាចណែនាំទៅពុកម៉ែបងប្អូនទៅតាមអ្វីដែលពុកម៉ែបងប្អូនចង់បានព្រោះការរៀបចំប្រព័ន្ធទឹកដើម្បីជួយដល់ដំណាំនេះគឺយើងអត់ចេះតែរៀបទេពុកម៉ែបងប្អូនកាលណាតែយើងរៀបទៅវាអត់ត្រូវវាធ្វើឲ្យសម្ពាធទឹករបស់យើងនឹងវាខ្សោយបាទចំណាយពេលវេលាច្រើនក្នុងការដែលយើងបើកទឹកទៅយើងនិយាយថាត្រូវស្រោចតែ5នាទីយើងប្រើរហូតដល់15នាទីឬក៏កន្លះម៉ោងបានទឹកហ្នឹងវាជោគជាំទៅលើដំណាំអញ្ចឹងការដែលមានបច្ចេកទេសរៀបចំប្រព័ន្ធទឹកនេះវាតាក់ទងទៅនឹងប្លង់រៀបបាទឬក៏គេហៅចាត់ជាឡូរៀបហើយបើកមកគឺឲ្យវាត្រឹមត្រូវហើយចំណេញពេលវេលាពីព្រោះអីពុកម៉ែបងប្អូនបាទទឹកគឺជួយអាហារដំណាំទឹកជួយបង្កើតជីទឹកជួយដឹកនាំអាហារអញ្ចឹងទឹកគឺជារឿងសំខាន់អញ្ចឹងបើសិនជាយើងរៀបចំប្រព័ន្ធទឹកអត់បានត្រឹមត្រូវអញ្ចឹងទឹកហ្នឹងគឺវាធ្វើឲ្យដំណាំរបស់យើងទៅជាកើតជំងឺផាយថប់ធរាកើតជំងឺពពួកផ្សិតនៅក្នុងដីមូលហេតុអីពុកម៉ែបងប្អូនពីព្រោះវាអត់បានសាចបាទអត់បានសាចល្អបាទអត់បានសាយល្អទៅវាទៅជាដក់វាទៅជាជាំតាមម្ដុំបាទអញ្ចឹងពុកម៉ែបងប្អូនខ្លះបានត្រឹមតែកំណត់ម៉ោងទេបាទអូស្រោចទឹកតរេនរយៈពេល1ម៉ោងស្រោចទឹកតរេនរយៈពេល40នាទីប៉ុន្តែអត់បានគិតថាតើប្រព័ន្ធទឹកដែលស្រោច1ម៉ោងឬ40នាទីហ្នឹងវាសាចបានត្រឹមត្រូវអត់ជាក់ស្ដែងដូចខ្ញុំចុះទៅខាងកពតបាទតរេនរបស់ពុកម៉ែបងប្អូននៅកពតដែលខ្ញុំចុះទៅជួយប្រឹក្សាបច្ចេកទេសនិងជួយកែបញ្ហាហ្នឹងបាទស្រោច2ម៉ោងបាទពុកម៉ែបងប្អូនប៉ុន្តែ2ម៉ោងរបស់គាត់ហ្នឹងគឺវាទឹកវារត់តិចរត់ខ្សោយបើកសឹងតែមិនចេញទី1ទី2បាទតារេន3ម៉ែត្របាទឬវានៅ3ម៉ែត្រនេះដល់សាចទឹកសាចបានតែ1ម៉ែត្របាទកន្លែងតែ1ម៉ែត្រកន្លះទៅខាងក្រៅទៀតនោះគឺអត់មានជួបទឹកឲ្យបានតិចកាយមើលឬកាយមើលដីអត់មានទឹកទេអញ្ចឹងការរៀបចំប្រព័ន្ធទឹកនេះមិនចេះតែរៀបចំខ្លួនឯងបានទេបាទពុកម៉ែបងប្អូនតើតែមានជំនាញតើតែមានការកំណត់នីវ៉ូបានត្រឹមត្រូវអញ្ចឹងថ្ងៃនេះគឺហួរយន្តកសិកម្មក៏បានជួបហើយក៏ជាក្រុមហ៊ុនមួយឬក៏ជាអ្នកដែលជួយប្រឹក្សាទៅដល់ជាកសិករហើយនឹងជួយទៅដល់ការរៀបចំប្រព័ន្ធទឹកនេះឲ្យបានត្រឹមត្រូវមិនមែនហួរយន្តកសិកម្មគឺបង្កើតជាសេវាកម្មរៀបចំប្រព័ន្ធទឹកអីទេតែខ្ញុំចុះមកតែងតែជួបនៅបញ្ហាដែលពុកម៉ែបងប្អូនរៀបចំប្រព័ន្ធទឹកវាអត់ត្រូវត្រង់ណាមិនរៀបចំតយោនឹងដាក់នៅចិត្តគល់ដំណាំនឹងអត់បានទេពុកម៉ែបងប្អូនណាខ្ញុំបញ្ជាក់ដដែលតែវារៀបចំហើយតែទឹកវាបាញ់មកវាអត់គ្រប់ទឹកវាបាញ់មកវាខ្សោយអញ្ចឹងគេមានក្បួនមានຂ្នាតរបស់គេដើម្បីឲ្យទឹកនឹងខ្លាំងដើម្បីឲ្យក្បាលវិលវាសាចបានល្អប្រសើរ